សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ត្រឡប់មកកាន់ Channel របស់ខ្ញុំវិញខ្ញុំមានសេចក្តីរីករាយណាស់ដែលបានឃើញអ្នកទាំងអស់គ្នាមកវិញថ្ងៃនេះសម្រាប់ការអានភាគីខាថ្មីមួយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកំពុងមានអារម្មណ៍ល្អនិងកំពុងមានថ្ងៃដ៏អស្ចារ្យដូច្នេះសម្រាប់ការអានថ្ងៃនេះយើងនឹងពិនិត្យមើលអំពីការងារនិងអាជីពបន្ទាប់របស់អ្នកដូច្នេះបើអ្នកកំពុងស្ថិតនៅក្នុងពេលវេលាផ្លាស់ប្ដូរប្រហែលអ្នកចង់ប្ដូរការងារឬអាជីពនៅក្នុងដំណាក់កាលជីវិតនេះនឹងជាការអានអំពីអ្វីដែលអ្នកកំពុងផ្លាស់ប្ដូរទៅនិងអ្វីដែលនឹងក្លាយទៅជាការងារនិងអាជីពបន្ទាប់របស់អ្នកដូចធម្មតាយើងមាន3ក្រុមឲ្យជ្រើសរើសមានក្រុមលេខ1ក្រុមលេខ2និងក្រុមលេខ3សូមមានអារម្មណ៍សេរីក្នុងការជ្រើសរើសក្រុមណាមួយដែលអ្នកមានអារម្មណ៍ទាក់ទាញហើយបន្ទាប់មកអ្នកអាចរំលងទៅកាន់ពេលវេលាដែលមាននៅក្នុងប្រអប់ពិពណ៌នាហើយខ្ញុំនឹងជួបអ្នកនៅការអានរបស់អ្នកទាំងអស់គ្នាអាចជួបតាមខ្ញុំតាមរយៈបាកូដដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទផងដែរដើម្បីខ្ញុំអាចទាំងការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតដល់ជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហួយបន្តទៀតសូមអរគុណសួស្តីក្រុមលេខ1ដ៏ស្រស់ស្អាតប្រសិនបើអ្នកបានជ្រើសរើសក្រុមនេះនោះនេះគឺជាការអាននិងសាររបស់អ្នកសម្រាប់ថ្ងៃនេះអំពីការងារឬអាជីពបន្តរបស់អ្នកដូច្នេះសម្រាប់ក្រុមលេខ1សម្រាប់ការថ្ងៃនេះអ្នកត្រូវបានតាក់ទាញទៅកាន់លេខ1ហើយអ្នកក៏មានខ្សែខ្សាច់តុក្កតាខ្លាឃ្មៀមតូចស្រស់ស្អាតផងដែរដូច្នេះសូមស្វាគមន៍មកកាន់ការអានរបស់អ្នកយើងនឹងចាប់ផ្ដើមសាររបស់អ្នកត្រង់ពេលបន្តិចប៉ុន្តែមុននេះតោះមើលថាតើការងារឬអាជីពបន្ទាប់របស់អ្នកគឺអ្វីខ្ញុំកំពុងលើអ្វីមួយការងារសុបិនសម្រាប់ក្រុមនេះភ្លាមខ្ញុំមានអារម្មណ៍ថាអ្នកកំពុងចូលទៅកាន់ផ្លូវអាជីពដែលអ្នកបានសុបិនឃើញជាយូរមកហើយខ្ញុំមានអារម្មណ៍ថាក្រុមនេះកំពុងសម្របសម្រួលទៅនឹងអាជីពសុបិនរបស់ពួកគេវាជាអ្វី